នេះខ្ញុំអញ្ញាគ្រូជ្រើសរើសទៅការស្ដាប់ប្រិមត្តអរគ្នាជាទីគោរពស្រឡាញ់វិលត្រឡប់មកវិញជាមួយនឹងនេតិកំសាន្តមានសាច់ក្នុងបញ្ញាជួនប្រិមត្តស្ដាប់បងអរគ្នាអង្ការពេលជំនាន់កៅជាងអីនោះមិនដូចតែសម័យឥឡូវទៅសម័យតែផ្លូវខ្នល់អីហ្នឹងផ្លូវសូត្រប្រៃអសុបទ្រពហើយលើល្បីថាមកលងអីច្រើនណាមកដល់សម័យអេដមីននេះសាបលៀបអស់ហើយប្រិមត្តស្ដាប់បើសិនតែមានអារម្មណ៍ថាខ្លាចអីនឹងដៃមិត្តភក្តិអកខ្លាចខ្មោចមកអង្គុយស្ដាប់ជុំគ្នាជាការកំសាន្តខ្ញុំចេញពីធ្វើការថាម៉ោងនៅម៉ោង6តែខ្ញុំអត់បានទៅផ្ទះណាខ្ញុំឆ្លៀតទៅហូបអីនៅផ្ទះពូម៉ាក់ខ្ញុំព្រោះណាត់គ្នាហើយខ្ញុំចេញពីផ្ទះទៅម៉ោង6តងទៅដល់ហ្នឹងលេងចាប់ដើរចុះដើរឡើងជិត2ម៉ោងតឹងតែរហ័សដងដើរតាមផ្លែទៅដល់ហើយដើរយូរទៅឆ្ងាយទៅហើយដល់ពេលទៅមានអារម្មណ៍ថាដូចកន្លែងហ្នឹងអត់តែមកសោះហ្មងដូចវិញផ្លូវណាអូទិដ្ឋភាពប៉ឡើងដូនយើងក្នុងគេថតរឿងកូនរន្ធនអញ្ចឹងលេងចាប់ចុះអាប់មកអីណាហើយអាមេកំពុងតែងឹតនឹងចុះអាប់មកផ្សាយពេញហ្នឹងហើយខ្ញុំគិតក្នុងចិត្តថាបើដឹងតែអញ្ចឹងគ្មានមកទេមកឲ្យនាំពលទុកដល់ខ្លួនឯងណាអាធ្វើការហត់ថាអត់បានចំណីហូបហើយមកវិញផ្លូវអញ្ចឹងទៀតក៏គិតថារកផ្លូវត្រឡប់ទៅផ្ទះវិញលែងចង់ទៅហូបអីដល់ពេលហើយកំពុងតែល្អម្នាក់ឯងហ្នឹងហៀងអន់បន្តិចដោយសារតែមានសលេងមនុស្សដើរមកពីក្រោយខ្នងខ្ញុំគិតថាផ្លូវស្ងាត់អញ្ចឹងបើបានគ្នាដើរជាមួយទៅហ្នឹងក៏ស្រួលដែរហើយណាមួយក៏សួរផ្លូវគេដែរព្រោះផ្លូវនេះអត់ដែរបានជួបសោះហ្មងដូចនៅក្នុងព្រៃអសុបទ្រពហ្មងដល់ពេលខ្ញុំងាកទៅខ្វាច់ឃើញមនុស្ស3នាក់ប៉ុន្តែមនុស្សធម្មតាណាឈរឲ្យផុតពីដីហើយអត់មានម្រាមជើងផងហ្នឹងមានមនុស្សណាអញ្ចឹងនោះហើយខ្ញុំក៏រត់ប្រហែលជាខ្ញុំរត់អត់មើលឆ្វេងមើលស្ដាំហូតចុះហូតឡើងហ្នឹងមកតែកន្លែងដែរវែងហ្នឹងហើយហូតឡើង 3-4 នាទីខ្ញុំក៏ស្រីសួរទៅខ្ញុំថាអូយមិនមកតាមខ្ញុំធ្វើស្អីខ្ញុំមិនបានទៅធ្វើស្អីអ្នកឯងទេឥឡូវមានរឿងអីនិយាយគ្នាតាមសម្រួលមកចាំបាច់ដេញអញ្ចឹងធ្វើស្អីដល់ពេលខ្ញុំតតម្រាខ្ញុំដាក់គូតអង្គុយចុះនៅផ្អែកគេណាអញ្ចឹងផ្ទះហ្នឹងណាហើយខ្ញុំហូតបរិយយកមកជួកាលនោះរៀងអែមសែមដែរណាមិនអត់ខ្លាចទេខ្លាចប៉ុន្តែយើងប្រឡប់ណាក៏មកតែខ្លាចបើចាថាបើយើងខ្លាចទេគេគ្របបានណាខ្ញុំដល់របៀបមុខភ័យសំដីលុយណាខ្ញុំក៏សួរទៅថាចង់មិនហើយដល់ពេលគាត់ឆ្លើយមកវិញនឹងឆ្លើយមកចុះខ្ញុំត្រូវការលុយដល់អញ្ចឹងខ្ញុំក៏រៀងភាំងដែរណាខ្ញុំអត់បានគិតលូកកប៉ៅភ្លាមយកលុយទៅឲ្យខ្ញុំថានេះលុយយកទៅយកឲ្យដោះលេងខ្ញុំបានអត់អញ្ចឹងនាំគ្នាកវីក្បាលទាំង3នាក់នឹងមកថាគេនឹងអត់ចាយលុយនឹងទេហើយខ្ញុំក៏ភ្ញាក់ខ្ញុំថាមែនតាហើយក៏ចាប់ផ្ដើមដោះសារណាប្រាប់ថាលបងខ្ញុំមនុស្សធម្មតាយកលុយក្រាសែនយកមកចូលខ្លួនមិនកើតឥឡូវចេះហើបលែងខ្ញុំមកខ្ញុំទៅដល់ផ្ទះខ្ញុំដុតក្រាសែនឲ្យភ្លាមហ្មងហើយលេងគេអត់មាត់ទេណាអាចរចានឹងថាត្រូវក៏មិនមាត់មិនត្រូវក៏មិនមាត់លេងស្រាប់គិតតែខិតចិត្តមកចិត្តខ្ញុំមនុស្សពងខ្លាចនេះមានតែក្បាច់ចុងក្រោយរបស់ខ្ញុំនឹងឯងគឺបិទភ្នែកឡងចិត្តហ្មងហើយអង្គុយត្មងក្បាលជង្គង់ផ្អែកជាមួយនឹងជាងហ្នឹងអត់ដឹងយូរប៉ុណ្ណាទេខ្ញុំបើកភ្នែកមកខ្វាប់ក៏បានប្រឡឹងទាំងអស់ហ្នឹងទៅហួយឃើញស្ងាត់ភាពស្ងាត់ចឹងហើយខ្ញុំចាំការមិនរត់ទៅលេងត្រង់ស្លូទៅដល់ផ្ទះហ្មងតែអត់មានជាណាឈូដូចឈូចុះលើខែរួចទេតែប្រពន្ធហៅគ្រូចាប់ខ្មោចមកហ្នឹងមកបដិវិញ្ញាណហ្នឹងទើបបានក្រោយមកទៀតខ្ញុំធ្វើតាមសន្យាទៅដុតក្រាសែនឲ្យគេហើយក៏ដឹងពីប្រវត្តិផ្ទះហ្នឹងជួចាត់មែនតើកាលមុនហ្នឹងមានឪពុកកូន3នាក់តែពេលកូនរបស់គាត់3នាក់ស្រាប់តែពេលហ្នឹងមិនដឹងថាអក្សរមិនទេភ្លើងវាឆេះដល់ពេលភ្លើងឆេះផ្ទះទៅបាត់បង់ជីវិតក្មេង3នាក់ហ្នឹងណាក្រោយមកទៀតតែលឺបីថាឡងណាតែខ្ញុំមិនដែរជួបទេតែជួបម្ដងនេះបាសអត់ដែរហ្នឹងសាររបស់យើងណាស់តែបញ្ចប់ប្រិយមិត្តអរគ្នាជួបគ្នាជាមួយនឹងវីដេអូក្រោយអរគុណសូមគោរពលា